សូមស្ដាប់ប្រយោគទាំង12របស់គាត់ដូចតទៅ 1. ជីវិតមនុស្សមិនទៀងទេកូនមិនមានអ្នកណាបានដឹងថាខ្លួនត្រូវស្លាប់នៅពេលណានិងស្លាប់របៀបណានោះទេដូចនេះធ្វើអំពើបន់ឲ្យបានច្រើនគឺជាការចាំបាច់ 2. មានតែពុកនិងម៉ែទេដែលនិយាយប្រដៅកូននៅពាក្យទាំងអស់នេះពីព្រោះថានៅលើโลกនេះគ្មានអ្នកណាប្រដៅកូនល្អជាងសម្ដីពុកម៉ែទេពាក្យបណ្ដាំទាំងនេះគឺជាលទ្ធផលដែលចេញពីបទពិសោធន៍ញើសឈាមនិងទឹកភ្នែករបស់ពុកផ្ទាល់វានឹងជួយកូនឲ្យជៀសផុតពីការភ័ន្តច្រឡំខាតពេលវេលាក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូន 3. បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនមិនបានល្អកុំរវល់នឹងពួកគេនាំតែខាត់ពេលវេលាគ្មានអ្នកណាត្រូវធ្វើល្អនឹងយើងក្រៅពីពុកម៉ែទេនៅលើโลกនេះ 4. លបែងរលាយទ្រព្យស្រីរលាយកិត្តិយសបារីនិងសូរ៉ារលាយរាងកាយគ្រឿងញៀនរលាយជីវិត 5. ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេពុំមានវត្ថុណាដែលមិនអាចបដូរថ្មីបានបើមានមនុស្សណាដែលខ្លួនស្រឡាញ់មិនចង់អស់ដំណើរផ្លូវជីវិតនឹងកូនឬមួយក៏គេស្លាប់ចោលកូនត្រូវចងចាំថាវាមិនមែនជារឿងមេឃរលំភ្នំរលាយនោះទេ 6. ជីវិតមនុស្សខ្លីណាស់បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលាកូននឹងបាត់បង់អស់ហើយដូចនេះបើចេះស្រឡាញ់ជីវិតគឺត្រូវស្វែងរកសេចក្តីសុខការសប្បាយឲ្យបានច្រើនសម្រាប់ជីវិតតាមផ្លូវល្អទី 7 នៅលើโลกនេះមិនមានស្នេហាអមតៈទេស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រាអារម្មណ៍មួយនេះទៅតាមពេលវេលាវានឹងរលាយបាត់សាបសូន្យទៅតាមស្ថានភាពនិងកលៈទេសៈហើយប្រែប្រួលផ្លាស់ប្ដូរបាត់ទៅទី 8 ទោះបីជាមនុស្សច្រើននៅលើโลกនេះរៀនតិចតែជោគជ័យនិងល្បីឈ្មោះនោះគឺដោយសារតែសំណាងប៉ុន្តែមិនមែនមានន័យថាមិនចាំបាច់រៀនច្រើនដើម្បីទទួលជោគជ័យនោះទេទី 9 អំណាចបុណ្យស័ក្តិមិនអាចស្មើគេឈ្មោះនិងកិត្តិយសបានទេរៀនស្គាល់តម្លៃនៃវត្ថុរូបិយនិងអរូបិយកុំរៀនដឹងវត្ថុនោះមានតម្លៃប៉ុន្មានដុល្លារទី 10 កូនអាចរក្សាពាក្យសម្ដីនិងមនុស្សនៅជុំវិញខ្លួនតែកុំរំពឹងថាគេនឹងរក្សាពាក្យសម្ដីនឹងកូនអាចធ្វើអំពើល្អឲ្យមនុស្សម្នាក់បានតែកុំរំពឹងថាគេឯងនឹងធ្វើល្អដាក់កូនវិញឲ្យសោះទី 11 មានមនុស្សទិញឆ្នោត20ទៅ30ឆ្នាំតែនៅតែក្រនេះបញ្ជាក់ថាចង់មានត្រូវចេះសន្សំនិងចេះរកស៊ីទី 12 ការជួបជុំគ្រួសារប្តីប្រពន្ធបងប្អូនកូនក្មួយគឺសុទ្ធតែជាភពនិស្ស័យមិនថាយើងនៅក្បែរគ្នារយៈពេលប៉ុន្មាននោះទេត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នាពីព្រោះជាតិក្រោយក៏យើងគ្មានឱកាសនឹងជួបគ្នាបានម្ដងទៀតនោះទេ